Con là bôi con chư con riêng tất phơn tia đôi thao ở trong ruồi là bôi mà trong một ngày nó chúng ta nó bát chúng ta nó o trong mọi thời gian trong sớm đó là bố ធ្លារឿងអ្នកនេសាទបងប្រាក់ប្រចាំខែឲ្យមន្ត្រីជលផលនិងសហគមន៍ស្ទើរក្លាយជាប្រពៃណីទៅហើយនៅស្រុកបទុមសាគរខេត្តកោះកុង សេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមម្ចាស់ទូកនេសាទជាច្រើនគ្រឿងបងប្រាក់ប្រចាំខែឲ្យជំនាញជលផលឬតាមរយៈមន្ត្រីកិច្ចសន្យាធ្វើការក្រោមអវ៉ាតមន្ទីរកសិកម្មខេត្តកោះកុងឈ្មោះយោងក្នុងទូកមួយគ្រឿង 12,000 រៀលនិង 50,000 រៀលទៀតបងឲ្យមន្ត្រីសហគមន៍នេសាទទើបពួកគេអាចប្រើឧបករណ៍នេសាទខុសច្បាប់ឈ្មោះលបមុខ100ឬលបកន្ទុយកណ្ដុរនៅក្នុងដែនសហគមន៍ទឹករះថ្មសនិងក្រៅដែនសហគមន៍បានស្ថិតនៅក្នុងស្រុកបទុមសាគរខេត្តកោះកុង ប្រពន្ធបានឲ្យដឹងទៀតថាការបងប្រាក់ដូចនេះធ្វើឡើងយូរឆ្នាំមកហើយវាប្រៀបដូចជាប្រពៃណីសម្រាប់ម្ចាស់ទូកនេសាទទូកកាន់តែធំបងកាន់តែច្រើនគ្រាដែលទូកនេសាទខ្មែរមានរាប់ពាន់គ្រឿងលើផ្ទៃសមុទ្រកម្ពុជានេះមិនរាប់បញ្ចូលវត្តមានទូកនេសាទបរទេសផងទេហើយអ្វីដែលអ្នកនេសាទហួសចិត្តនោះគឺបងប្រាក់ប្រចាំខែហើយបែរជាមកចាប់ឧបករណ៍នេសាទរបស់ពួកគាត់ដោយធ្វើឡើងមិនតម្លាភាពប្រកាន់បពពួកពីសំណាក់ក្រុមជលផលរហស្សនាមឆ្លាមក្រហម បងក្នុងមួយខែពី10,000គូថាឈ្មោះអ្នកយោតែយោងខាងចូលផលមិនខ្ញុំបងខាងហ្នឹងមួយខែដល់ពី10,000ទូកមួយខាងគុំបង 50,000 ញ៉ាតាមបងបណ្ណា con là bôi con chư con riêng tất phơn tia đôi thao ở trong ruồi là bôi mà trong một ngày nó chúng ta nó bát chúng ta nó o trong mọi thời gian trong sớm đó là bố chào đại trang sông sườn ông cô đào thạch lơ sông chui ở đó phục nhom phong phở và xí bắt là mơ mà sớm bắt chặt tập phục nhom bay cua sa năng tê chào cho hay năng thêm năng chặt vô lô phục nhom hai mẹ của xí tiết ban anh chấm côn mà này bằng ăn cá năng sông kê chẳng là bố chào vẹt từ này kia côn riêng phong ấy phong cục cả lái nhà bố được ទាក់ទងបញ្ហាខាងលើលោកវ៉ាន់ថងនាយផ្នែកជលផលកោះស្រឡៅតែមកធ្វើការដល់ផ្នែកជលផលថ្មសពុំមានការបញ្ជាក់ទេបន្ទាប់ពីទទួលសារសំណួរពីក្រុមការងារវ៉ាន់ប៉ោះតាមបណ្ដាញ Telegram ហើយលោកប្លុកចោលតែម្ដង លោកតែងហាន់ប្រធានសហគមន៍នេសាទទឹករះថ្មសទទួលសារសំណួរហើយតែមិនតបតាំងពីថ្ងៃទី 8 ឧសភាឆ្នាំ 2025 រហូតមកដល់វេលាចេញផ្សាយនេះ គួររំលឹកថាបើតាមច្បាប់ការអនុញ្ញាតឲ្យធ្វើការនេសាទមុខមងគឺចាប់ពី 3 ហ៊ុនឡើងនិងហាមប្រើលបកន្ទុយកណ្ដុរឬលបមុខ100ដែលមានក្រឡាញឹកស្អែកតូចជាង 3 ហ៊ុនសម្រាប់ចាប់ជីវៈចម្រុះមិនលើកលែងទាំងតូចទាំងធំនោះទេដែលនាំដល់ការហិនហោច